ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំធ្វើការបញ្យល់អំពី idea CPU ដោយយើងដឹងថាវាតាំងដោយអក្សរភាគរយ ID ហើយនិង system time CPU ដែលយើងដឹងថាអក្សរកាត់របស់វាតាំងដោយភាគរយ SY អូខេដើម្បីយើងដឹងថា idea CPU គឺជាអីidea CPU គឺជា CPU ដែលវាធ្វើការអត់មានបិទហានធ្វើដំណើរការអីសោះហើយសម្រាប់ system time CPU គឺជា CPU ដែលវាមានដំណើរការដូចជាការនៅពេលដែលយើងបើកកម្មវិធីដូចជា app មួយចំនួនឧទាហរណ៍ដែលខ្ញុំបានបង្ហាញនេះគឺមាន8ទៅ9 app ដែលធ្វើឲ្យ system time CPU ហ្នឹងវាដំណើរការហើយមួយវិញទៀតsystem time CPU នៅពេលដែលយើងបើកកុំព្យូទ័រមកឬ laptop គឺវាតែងតែមាន CPU background ច្រឡំសុំទោសគឺជាតែងតែមាន application background មួយចំនួនដែលវា run automatically ដែលធ្វើឲ្យ CPU ហ្នឹង CPU system របស់យើងមានដំណើរការដូចគ្នាអូខេសម្រាប់យើងធ្វើការឆែក CPU យើងធ្វើការ type top enter តមកគឺយើងឃើញprocess នៃ total CPU របស់យើងហើយក៏មាន stress ហើយដូចជាគឺយើងឃើញភាគរយsystem time CPU ដែលវាធ្វើការ run នៅលើកុំព្យូទ័ររបស់យើងហើយក៏ដូចជាភាគរយidea CPU របស់យើងដែល CPU វាតំណែងចោលអូខេហើយសម្រាប់មួយទៀតយើងចង់ឆែកទៅលើនៅនឹង CPU ដែលវាអត់មាន run អីសោះយើង type top -l 1អូខេនេះគឺជា CPU ដែលវាអត់មានដំណើរការអីសោះហ្មងអូខេឥឡូវយើងធ្វើការបោះឡើងទៅលើគឺវាមានច្រើនមែនតើនេះគឺជា CPU ដែលវាអត់មានធ្វើដំណើរការអីសោះហ្មងគឺជា idea CPU ដែលយើងឃើញនៅកន្លែងនេះវាមាន88% 84% ទៅ78% ទៅតាមដែលវាធ្វើដំណើរការចឹងទៅអូខេហើយសម្រាប់មួយទៀតដើម្បីយើងធ្វើការឆែកCPU ដែលវា run នៅ background យើង type command dd if ស្មើទៅនឹង/div /0 off ស្មើនឹង/div /null bs ស្មើ1 1m នោះអូខេចាំមានន័យថា div គឺជា copy ឬក៏ converting data ដែលចេញពី low level ហើយទៅនឹង if 0ដែលមានន័យថាគឺជា special virtual device មួយដែល output វា endless stream ចាប់ពី0 byte ទៅហើយសម្រាប់off ស្មើ /div null វិញគឺជាគឺមានន័យថាគឺ describe all data ដែល write ទៅនឹងoutput ដែលវាមានន័យថាវា black hole ហ្មងហើយ bs ស្មើ1 នេះមានន័យថា block size វាស្មើ1 megabyte ហើយទៅនឹងសញ្ញា n នេះគឺមានន័យថា in background អញ្ចឹងមានន័យថាយើង search for system time CPU ដែលវាមាន run នៅក្នុង background របស់យើងអូខេឥឡូវគឺយើងឃើញនៅដែលវាមាន ID 54585ដោយយើងឃើញថានៅលើនេះនៅជួរទី1អូខេហើយយើងក៏អាចdelete CPU នឹងបានដូចគ្នាដោយយើង type command /1 ចេះក៏បានឬក៏យើង type ID វាពេញក៏បានដែរដោយយើង y54 5885អូខេហើយយើង enter តមកគឺយើងត្រូវបាន delete CPU system time CPU ដែលវា run នៅ background យើងចោលអូខេ
គ្នាឆៅតាមដងអូខេចឹងនៅក្នុងនេះយើងធ្វើការ run command line ចំនួន3អូខេចឹង command line ទី1យើងមើលថា command line ទី1យើងនឹង run តទៅនឹង loop នៅក្នុងអក្សរ e ចំនួន10000ដងបន្ទាប់មកយើងលើក e ហ្នឹងជាការ៉េអូខេហើយកូដទី2 command line ទី2ទី3នេះគឺដូចគ្នាទេគ្រាន់តែឲ្យវា run loop ចោលតែប៉ុណ្ណោះអញ្ចឹងក្នុងនេះគ្រាន់តែយើងបោះ process ទៅឲ្យ CPU គណនាតែម្ដងឲ្យវាគណនាដើម្បីយើងចង់សង្កេតមើលអំពី matrix ភាគរយ US អូខេអញ្ចឹង copy command line ទាំង3នេះយើងចូលទៅកាន់ terminal អូខេអញ្ចឹង terminal យើងពេលនេះយើងសង្កេតឃើញថាគឺវាអត់មានការងារធ្វើទេ ID គឺសុទ្ធតែសឹងតែ 100% ពេញហើយអូខេ clear តោះអញ្ចឹងខ្ញុំធ្វើការ run អូខេយើងមាន3 process ខ្សែទី1ទី2ទី3អូខេឥឡូវយើងទៅមើល CPU ទាំងអស់គ្នាអញ្ចឹងយើងឃើញថា CPU ទី1 CPU ទី4ហើយនិង CPU ទី5វា US របស់វាគឺសុទ្ធតែ100អូខេបន្ទាប់នេះ CPU ទី7ទេដែលវាធ្វើការ execute ទៅលើ process ណាមួយក្នុងចំណោម3នេះអូខេអញ្ចឹង CPU ទី1ទី4និងទី7កំពុងតែ execute ទៅលើ programming code Python មួយនេះអូខេអញ្ចឹងដើម្បីមើលច្បាស់យើងចូលទៅកាន់ htop human readable អូខេយើងគេថានេះអញ្ចឹង CPU ទី4 100% ពេញ CPU ទី5 100% ពេញ CPU ទី7 100% ពេញហើយដូចគ្នាយើងមើលទៅលើ PID មកនិយាយថាវាសុទ្ធតែ run ទៅលើ command line ទាំងអស់ command line Python ទាំងអស់នេះអូខេអញ្ចឹង command line នេះវាអត់មាន run នេះទេវាគ្រាន់តែបោះ process មួយឲ្យ CPU យើង loop ឲ្យវា loop ជានិច្ចតែម្ដងទៅអូខេអញ្ចឹងនៅក្នុងនេះយើងចូលទៅកាន់ top វិញសិននេះ TOP លេខ1និយាយថាទាំង SY ហើយនិង ID នេះគឺ0នេះហើយនេះមិន0ដោយសារតែ CPU កំពុងធ្វើការហើយនេះគ្នា CPU ទី5ទី7គឺ0ដោយសារតែ CPU វាកំពុងធ្វើការហើយចំណែក CPU ផ្សេងទៀតដែលវាអត់មានការងារធ្វើគឺ ID របស់វាគឺសឹងតែ100ដូចគ្នាអូខេអញ្ចឹងអានេះដូចទៅនឹងវីដេអូដែលក្នុងវីដេអូដែលគេបានបកស្រាយមួយនេះអូខេនៅពេលណាដែល CPU យើងនៅពេលណាដែល US វាកំពុងបែបនេះមានន័យថា application logic យើងកំពុងតែធ្វើការដំណើរការខ្លាំងអូខេហើយវាអត់មានបញ្ហាទេព្រោះដោយសារតែ CPU វាកំពុងតែ process វាកំពុងតែ encode ឬក៏វាកំពុងតែ run simulation ណាមួយអូខេអញ្ចឹងវាខុសគ្នាអំពី SY បាញ់មិញ SY នេះគឺ system CPU time មានន័យថា Linux kernel ឬក៏ operating system វាជាអ្នកដំណើរវាជាអ្នកប្រើប្រាស់ CPU ដើម្បីដំណើរការទៅលើការ execute program ណាមួយដូចជា read write ដូចជា network data អីជាដើមដល់ពេល US user CPU time មានន័យថាគឺជាការ run application ឬក៏ program របស់ user ដូចនៅក្នុងឧទាហរណ៍របស់យើងនេះគឺយើង run code Python ឲ្យវា loop អូខេយើងចូលចំណុចទី4និយាយតាក់ទងនឹង matrix NI ពាក្យពេញគឺ nice time អញ្ចឹង matrix នេះវាបង្ហាញថាតើរយៈពេលប៉ុន្មានរបស់ CPU ឬក៏តើ CPU ត្រូវបានប្រើប្រាស់យ៉ាងណាទៅលើ user process ដែលមានអត្ថប្រយោជន៍ទាបអូខេអញ្ចឹង positive តម្លៃ positive របស់ nice បញ្ជាក់អំពី low priority អញ្ចឹងតម្លៃ nice ធំបំផុតគឺ19មានន័យថា lowest priority អត្ថភាពទាបជាងគេអញ្ចឹងសូមបញ្ជាក់ផងដែរតម្លៃ nice គឺ range ចាប់ពីដក20រហូតដល់19ដក20 highest priority អត្ថភាពខ្ពស់ជាងគេ19
lowest priority អត្ថភាពទាបខ្លាំងជាងគេហើយនៅក្នុង demo គឺខ្ញុំនឹងធ្វើការ run ទៅលើ command line ចំនួន3នេះអញ្ចឹង command line ទី1 nice -n19 ហើយក Python loop អូខេអញ្ចឹង command line ទី1នេះខ្ញុំនឹងធ្វើការឲ្យ Python loop ប៉ុន្តែ set priority របស់វា19អញ្ចឹងនៅពេលដែលយើង run នៅក្នុង program យើងនឹងឃើញថាវាអត់ទទួលបាន CPU តទៅសោះអូខេហើយ command line 2ផ្សេងទៀតវានឹងទទួលបាន CPU ទាំងស្រុងអូខេតោះឥឡូវយើង copy code ហើយចូលទៅកាន់ terminal អញ្ចឹងនៅក្នុងនេះយើងមើល CPU គឺសុទ្ធតែ idle ទាំងអស់គឺសុទ្ធតែទំនេរទាំងអស់អញ្ចឹងខ្ញុំនឹងធ្វើការទៅលើ command line ទាំង3នេះតោះអញ្ចឹងដូចពីមុនយើងមាន task ចំនួន3ឥឡូវយើងសង្កេតមើលយើងសង្កេតឃើញថា CPU 6ហើយនិង CPU 1កំពុងតែដំណើរការ 100% ពេញអញ្ចឹងប្រកាសជា CPU 1ហើយនិង CPU 6នេះវាធ្វើការ execute ទៅលើ Python code ឬក៏ task ទី2និងទី3នេះហើយបើសិនជាយើងសង្កេតមើល CPU ទី4វិញយើងឃើញថា 100% nice 100% nice អញ្ចឹងមានន័យថា process ទី1នេះដែលជា process run Python loop មួយនេះដែលយើងបាន set តម្លៃវាដល់ទៅ19នេះគឺវាមិនទទួលបាន CPU តទៅសោះអូខេចុងក្រោយចំណុចទី5យើងនិយាយទៅនឹង matrix WA មកពីពាក្យពេញថា IO wait times អូខេ IO wait time គឺជា input output wait time អញ្ចឹងវាជា process មួយដែល slow វាមិន instant ទេអូខេអញ្ចឹង matrix នេះវាបង្ហាញថាតើ CPU របស់យើងនឹងចំនួនប៉ុន្មានសំទោសរយៈពេលប៉ុន្មានឬក៏ត្រូវបានប្រើប្រាស់បែបណាវាបង្ហាញថា CPU យើងគឺ idle ន័យថាវាទំនេរដូចគ្នាដូចទៅនឹង ID អញ្ចឹងប៉ុន្តែវាត្រូវបាន block បែបណា block ហ្នឹងគឺមានន័យថាវាកំពុងតែរងចាំពួកប្រភេទ input ហើយនិង output array ហ្នឹងអូខេពីច្រើនគឺ read ចេញពី disk ឬក៏ read ចេញពី network agent នៅពេលដែលយើង download អ្វីមួយហើយដាក់ចូលទៅក្នុង folder ឬក្នុង file ណាមួយអូខេចឹងនៅក្នុងនេះយើងមាន command line ចំនួន2អូខេ command line ទី1ហើយនិង command line ទី2នេះអញ្ចឹងទី1ទី2នេះគឺដូចគ្នាទេប៉ុន្តែ command line ទី1នេះគឺវា instance តែម្ដងតោះឥឡូវខ្ញុំសារ run command line ទី1យើងសង្កេតមើលទាំងអស់គ្នាខាងនេះយើងចូលទៅ top អូខេតោះ clear យើង run command line ទី1មក enter អូខេចឹងនិយាយថា command line ទី1គឺវាភ្លាមតែម្ដងចឹង command line ទី1នេះគឺវាធ្វើអីដូចគ្នាវាធ្វើការ duplicate អានេះគឺ command line ដូចជាការយើង run ទៅលើ SY អញ្ចឹងអានេះ if input file គឺយើង input file ដែលមានតម្លៃ00ទាំងអស់ចូលទៅក្នុងគេ output file គឺនៅក្នុង folder មួយឬ directory មួយដែលយើងឲ្យឈ្មោះថា large file block size ចំនួន 1M អូខេ count 2000 count 2000នេះមានន័យថាយើងដាក់វាចំនួន 2G ឬក៏ 200 MB តែម្ដងហើយយើងមើលល្បឿននៃការ read របស់វាសន្ទុះល្បឿននៃការ write គឺ 942 MB អញ្ចឹងមានន័យថាវា run តែប្រហែល2វិនាទីគឺចប់បាត់ហើយវាលឿនខ្លាំងមែនតើអញ្ចឹងធ្វើឲ្យយើងអត់អាចតាមដានអានេះសឹងទៅតផងហើយខ្ញុំសារ run ម្ដងទៀតយើងមើលអូខេអញ្ចឹង WA សឹងតាវាអត់ដំណើរការតាមប៉ុន្តែវាដំណើរការប៉ុន្តែគាត់ថានេះវារីកលឿនខ្លាំងពេកយើងឃើញឡានលើកទី2វាដល់ទៅ 1.4 GB ក្នុង1វិនាទីលឿនខ្លាំងមែនទែនអញ្ចឹងដូច្នេះហើយបានជាយើងគួរតែ run command ទី2វិញអញ្ចឹង command ទី2នេះគឺយើងប្រើប្រាស់ synchronize អូខេយើងប្រើប្រាស់ synchronize នេះដើម្បីឲ្យវា run ម្ដងមួយមានន័យថាឲ្យវា run យឺតដើម្បីស្រួលយើងក្នុងការសង្កេតមើលដំណើរការរបស់ wait time អូខេអញ្ចឹងចំណុចសំខាន់គឺនៅត្រង់នេះ
OF flag សំទោស O flag sync ចុះ O flag sync នេះវា force ឲ្យ write មានន័យថាឲ្យពេលដែលយើង write file ហ្នឹងគឺវា synchronous អូខេបើសិនជាអត់មានអាហ្នឹងទេគឺវា write ភ្លាមតែម្ដងដូចនេះចឹង 1.4G ក្នុង1វិនាទីតែម្ដងអញ្ចឹង file ដែលយើងដាក់មានតែ 2G ទេហើយគាត់វា write 1.4G បាត់ហើយអញ្ចឹងមានន័យថាវារ៉ាន់ដល់12វិនាទីផងចាប់បាត់ទៅហើយធ្វើឲ្យយើងសង្កេតមើលនេះសឹងតែមិនចង់តោះអូខេចឹងឥឡូវខ្ញុំរ៉ាន់នេះមកតាឥឡូវយើងសង្កេតមើលអូខេនេះយើងគេថា CPU ទី1 WA វាពី87 84អូខេចឹងវាកំពុងតែដំណើរការហើយយើងមើល ID របស់វាអូខេវាក៏ idle ដូចគ្នាប៉ុន្តែយើងទៅមើលទៅលើ US យើងមើលទៅលើ system បាញ់វិញគឺបានត្រឹមតែយ៉ាងច្រើន1ទៅ2% តែប៉ុណ្ណោះហើយចំណែក ID ក៏វា idle ដូចគ្នាហើយនេះវាកំពុងតែ run បាញ់នេះយើង run ចប់ហើយអញ្ចឹងបន្ទាប់ពីយើងដូរដាក់ O flag sync នេះយើងគេថាល្បឿន write របស់វាគឺត្រឹមតែ150ឬ149ឬក៏150 MB ក្នុង1វិនាទីតែប៉ុណ្ណោះដើម្បីឲ្យយើងអាចសង្កេតមើលកន្លែងនេះបានអញ្ចឹងឥឡូវខ្ញុំមានវិធីសាស្ត្រមួយទៀតដើម្បីយើងអាចសង្កេតមើលទៅលើល្បឿនទៅលើថាតើនៅពេលដែល CPU វាដំណើរការបែបណានៅពេលដែលវា write អូខេ sudo io tp អូខេ io top សំទោសតោះជាខ្ញុំ run នេះមកអានេះវាបង្ហាញអំពីល្បឿននៃការ write file អូខេជាខ្ញុំ run command line ដែរ enter រីសង្កេតមើលនេះជាល្បឿន write 200 300ជាងអូខេ200ជាងចានេះវាបង្ហាញពីដំណើរការរបស់ wait time របស់ CPU ហ្នឹងហើយឥឡូវយើងសរុបមកវិញអ្វីទៅជា WA អញ្ចឹង WA គឺវាបង្ហាញថាតើ CPU យើងវា idle មែនប៉ុន្តែវាត្រូវបាន block វា wait ដើម្បីការ write file ឬក៏ការ read file ហ្នឹងត្រូវបានបញ្ចប់ហើយចំណែកឯ system file សំដៅ system CPU time ហើយនិង user CPU time គឺនៅតែមានតម្លៃទាបខ្លាំងមានន័យថាមានន័យថា CPU គឺមិនត្រូវបាន execute ទៅលើអ្វីទាំងអស់គឺវារងចាំការ write ឬក៏ read file ឲ្យចប់សិន